ច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង15ម៉ែត្រនៅផ្នែកខាងត្បូងឈៀងខាងលិចនៃខ្លាំងទ្វារទន្លេអ៊ុំដែលកំពុងរងការខូចខាតឲ្យប្រសើរឡើងវិញលោកម៉ៅសុកនីមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលបានឲ្យដឹងថាជញ្ជាំងថ្មបាយក្រៀមរបស់កំពែងក្រុងអង្គរធំប្រវែង15ម៉ែត្រនៅខាងត្បូងឈៀងខាងលិចនៃខ្លាំងទ្វារទន្លេអ៊ុំបានរងការខូចខាតជាយូរមកហើយដោយសារអាយុកាលនៃថ្មនិងកត្តាធម្មជាតិដែលអាចបង្កឲ្យមានហានិភ័យមួយចំនួនដូចជាជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នានិងថ្មមួយចំនួនបានរលូតធ្លាក់ចំពោះរចនាសម្ព័ន្ធស្លាបខ្លាំងទ្វារទិសខាងលិចក៏មានការខូចខាតច្រើនដែរដោយសារតែវាត្រេតបាត់ផ្នែកដំបូលហើយថ្មនៅសល់តិចតួចមានដូចជាថ្មរូបតេខ្លះៗនិងថ្មខឿននៃខ្លាំងទ្វាររីឯកម្មចដាលរងបញ្ហាទឹកហូរច្រោះធ្វើឲ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នាហើយបាត់ស្លាកស្នាមរូបរាងកម្មចដាលនិងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើមបញ្ហានេះគឺទាមទារឲ្យមានការជួសជុលសង្គ្រោះបន្ទាន់លោកម៉ៅសុកនីបានឲ្យដឹងថាដំណាក់កាលសំខាន់នៃការជួសជុលកំពែងរបស់ក្រុងអង្គរធំនៅផ្នែកខាងត្បូងឈៀងខាងលិចខ្លាំងទ្វារទន្លេអ៊ុំជាលើកដំបូងគឺត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋានដាក់ស្លាកសញ្ញាហាមចូលធ្វើរបងការពារដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លាំងទ្វារនេះជាមុនសិនបន្ទាប់មកមានការធ្វើកំណាយដើម្បីសិក្សាឲ្យបានច្បាស់លាស់ពីរចនាសម្ព័ន្ធគ្រឹះសម្រង់ប្លង់ចុះបញ្ជីលេខថ្មដែលនៅរាយប៉ាយហើយយកទៅដាក់ទីតាំងដើមវិញចំពោះថ្មណាដែលមិនទាន់ស្គាល់ទីតាំងគឺយកទៅរក្សាទុកមួយកន្លែងដើម្បីឲ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្តព្រមទាំងរៀបចំទីតាំងដាក់គ្រឿងចាក់និងធ្វើរោងយាមសម្រាប់ការពារសម្ភារៈនៅទីនេះការជួសជុលកំពែងរបស់ក្រុងអង្គរធំប្រវែង15ម៉ែត្រនៅផ្នែកខាងត្បូងឈៀងខាងលិចខ្លាំងទ្វារទន្លេអ៊ុំគឺចាប់ផ្ដើមពីខែមេសាឆ្នាំ2026ដោយចំណាយរយៈពេលប្រហែល6ខែទើបអាចបញ្ចប់ការងារជួសជុលនេះក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេសដោយមានការទល់ទ្រពេលរើជញ្ជាំងហើយនៅតាមកន្លែងណាដែលមានបញ្ហាហែកគឺត្រូវរឹតកុំឲ្យទឹកហូរច្រោះជាដើមរើស្រទាប់ថ្មជញ្ជាំងបាយក្រៀមណាដែលហែកក្រៀកម្ដងមួយស្រទាប់ហើយត្រូវរៀបចំឡើងវិញប្រសិនបើគ្រឹះមានបញ្ហាគឺត្រូវជួសជុលទាំងគ្រឹះរួចហើយបន្តជួសជុលជញ្ជាំងឲ្យរត់ត្រង់ជាមួយខ្លាំងទ្វារចំណែកកម្មចដាលថ្មបាយក្រៀមនឹងត្រូវរៀបចំឡើងវិញដើម្បីជួយទប់ដីកុំឲ្យទឹកភ្លៀងហូរច្រោះកំពែងអង្គរធំជាសំណង់បុរាណសម្រាប់ការពាររាជធានីដ៏ស្កឹមស្កៃប្រវែង3គីឡូម៉ែត្រក្នុងមួយជ្រុងកម្ពស់ប្រមាណ8ម៉ែត្រនិងមានគូទឹកព័ទ្ធជុំវិញកសាងឡើងតាំងពីចុងសតវត្សទី12នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7កំពែងនេះតំណាងឲ្យជញ្ជាំងថ្មការពារផែនដីនិងមានខ្លាំងទ្វារចំនួន5ចូលឆ្ពោះមករាជធានីសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក